dân cua tại pra could nở bên á hai would nở bên nè okay could យើងប្រើប្រាស់តាក់ទងទៅនឹង one ability in the past yes គឺតាក់ទងទៅនឹង ability in the past គឺសមត្ថភាពកាលពីអតីតកាលគឺសមត្ថភាពដែលយើងធ្លាប់ធ្វើកាលពីអតីតកាលអញ្ចឹងដើម្បីកាន់តែច្បាស់មកមើលឧទាហរណ៍មួយ teacher yes ឧទាហរណ៍ example when I was young I could run fast when I was young I could run fast ចឹងមានន័យថានៅពេលដែលខ្ញុំនៅក្មេងខ្ញុំអាចរត់យ៉ាងលឿនប៉ុន្តែឥឡូវគឺយើងអត់ទាន់ដឹងច្បាស់ទេថាតើយើងអាចរត់លឿនដោយកាលពីក្មេងឬអត់ពីព្រោះដោយសារឥឡូវអាចយើងចាស់ហ៎យ៉ាអញ្ចឹងយើងអត់អាចរត់លឿនបានទេហើយមួយទៀតឧទាហរណ៍ថា when I was young I could swim អាហ្នឹងក៏ដូចគ្នាដែរចូលមកដល់ទី2យើងរៀនតាក់ទងទៅនឹង polite request polite request ហ្នឹងគឺយើងបានរៀនមួយ teacher នៅវីដេអូមុនហើយតាក់ទងទៅនឹងការស្នើសុំបែបសមរម្យឬក៏បែបគោរពអ្នកដទៃអូខេអញ្ចឹងឧទាហរណ៍គឺ could you help me please could you help me please តើអ្នកអាចជួយខ្ញុំបានអត់អញ្ចឹងយើងឃើញអត់គឺ sentence ហ្នឹងគឺតាក់ទងទៅនឹង polite request ចូលមកដល់ចុងក្រោយតាក់ទងទៅនឹង possibility possibility មានន័យថាអ្វីដែលអាចកើតឡើងទៅបាន yes ឧទាហរណ៍ it could rain tomorrow it could rain tomorrow វាអាចនឹងភ្លៀងនៅថ្ងៃស្អែកពេលព្រោះដោយសារតែពេលខ្លះគឺគេព្យាករណ៍មកប្រាប់យើងមុនថានៅថ្ងៃស្អែកវាអាចនឹងភ្លៀងប៉ុន្តែយើងអត់ច្បាស់ 100% ថាភ្លៀងឬក៏អត់ទេយ៉ាងអញ្ចឹងយើងឃើញហើយ code យើងប្រើតាក់ទងទៅនឹង ability in the past polite request ហើយនឹង possibility ឥឡូវចូលមកដល់ would វិញម្ដងទី1យើងប្រើប្រាស់ would តាក់ទងទៅនឹង future in the past គឺអនាគតប៉ុន្តែគឺយើងនិយាយតាក់ទងទៅនឹងពេលអតីតកាលប៉ុន្តែអតីតកាលហ្នឹងគឺអនាគតរបស់យើងអូខេអញ្ចឹង when we were kids we would play outside every day when we were kids we would play outside every day ចឹងមានន័យថានៅពេលដែលយើងនៅក្មេងៗគឺយើងអាចរត់លេងនៅខាងក្រៅបានជារៀងរាល់ថ្ងៃចូលមកដល់ទី2តាក់ទងទៅនឹង polite request ហើយនិង polite offers អាហ្នឹងក៏ teacher បានបរៀនអ្នកទាំងអស់គ្នាកាលពីវីដេអូមុនដែរប៉ុន្តែឥឡូវ teacher នឹងបញ្ជាក់ម្ដងទៀតអញ្ចឹងយើងប្រើប្រាស់ would ហ្នឹងនិយាយតាក់ទងទៅនឹងការស្នើសុំហើយនិងការផ្ដល់ឲ្យបែបគួរសម yes ឧទាហរណ៍ would you like some coffee would you like some coffee តើអ្នកចង់ហូបកាហ្វេខ្លះអត់ yes អាហ្នឹងគឺតាក់ទងទៅនឹង request ហើយនិង offers ចុងក្រោយគេ last one តាក់ទងទៅនឹង conditional អញ្ចឹង conditional នៅក្នុង would ហ្នឹងគឺ teacher លើកតាក់ទងទៅនឹង yes second conditional yes if I had money I would travel if I had money I would travel បើសិនបើខ្ញុំមានលុយខ្ញុំនឹងធ្វើដំណើរកម្សាន្តប៉ុន្តែឥឡូវយើងមានលុយអត់គឺអត់ទេយើងអត់មានលុយទេប៉ុន្តែហ្នឹងគឺជាការស្មើស្មៃរបស់យើងបើសិនបើយើងមានលុយយើងនឹងទៅធ្វើយើងនឹងទៅដើរលេងឬក៏ធ្វើដំណើរកម្សាន្តអូខេអញ្ចឹងវីដេអូរបស់ teacher តាក់ទងទៅនឹង would និង could មានតែប៉ុណ្្នឹងទេមានចម្ងល់អីអាច comment នៅខាងក្រោមបាន Goodbye everyone